កម្រងនៃការសាងសង់នេះទាមទារហេដ្ឋារចនាសម្ព័ន្ធដ៏ស្មុគស្មាញដើម្បីធ្វើឲ្យវាកើតមានឡើងស្ថាបនិករបស់អាចារ្យរៀបចំនិងត្រួតពិនិត្យគម្រោងដែលត្រូវបានគាំទ្រដោយក្រុងដែលពោពេញដោយអំណាចដែលសម្របសម្រួលការដឹកសម្ភារៈនិងក្រុមការងារនរវិទូលោកឆាល ហៃអិនបានរកឃើញតម្រុយចំពោះការសាងសង់នៅក្នុងកំណត់ត្រាថ្មសិលាចារឹកនៅឯប្រាសាទផ្សេងទៀតដើម្បីយល់ពីកម្មករនៅអង្គរវត្តដើម្បីបំពេញបំណងបែបនេះរដ្ឋត្រូវធ្វើការប្រម៉ែប្រមូលគឺត្រូវការមនុស្សមកពីជំនាញនគរតាមពិតយើងមានប្រាសាទមួយដែលត្រូវបានសង់នៅឆ្ងាយពីទីនេះដែលយើងមានកំណត់ត្រានៅនឹងថ្មពីអ្វីដែលពួកគាត់បានធ្វើពួកគាត់បាននាំកម្មករមកពីគ្រប់ទិសទីមនុស្សរាប់រយពាន់នាក់ត្រូវបានចូលរួមហើយការងារអាចធ្វើបានតាមរដូវការផលិតអាហារនៅក្នុងតំបន់នេះភាគច្រើនគឺធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ចន្លោះពីខែឧសភានិងវិច្ឆិកាឬធ្នូពេញរយៈកាលដែលនៅសល់នៃឆ្នាំសំខាន់គេមានមនុស្សច្រើនដែលមិនជាប់រវល់នៅក្នុងការផលិតអាហារហើយដែលព្រះរាជាអាចហៅមកប្រើបានដោយអ្នកគ្រប់គ្រងដើម្បីមកចូលរួមនៅទីនេះនៅក្នុងគម្រោងដ៏ធំយ៉ាងនេះដូចជារដ្ឋាភិបាលសម័យទំនើបព្រះបាទសូរ្យវរ្ម័នប្រើគម្រោងការងារសាធារណៈជាសំខាន់ដើម្បីឲ្យប្រជាជនរបស់ទ្រង់រវល់នៅរដូវសម្រាកអ្នកជំនាញជឿថាកម្មករធ្វើការដើម្បីបំពេញកាតព្វកិច្ចនៃសក្តិភូមិចំពោះព្រះរាជាទោះបីជាកម្មករទាំងនោះអាចកាន់ឡើងក៏ត្រូវបានលើកទឹកចិត្តដោយពាក្យសន្យានៃបុណ្យកុសលជាមួយនឹងកម្មករដែលមានវិន័យ 5000 នាក់ព្រះបាទសូរ្យវរ្ម័នអាចឈ្មោះឈ្មោលទៅមុខបានយ៉ាងលឿនធូលីដែលត្រូវជាចេញដំបងប្រហែលជា1លានម៉ែត្រគីបកន្លះហើយនឹងខ្សាច់ពីកន្លែងសាងសង់ផងដែរដែលល្មមនឹងបំពេញឡានដឹកសម្រាមបាន200គ្រឿងនោះគឺផែនដីទទេហើយវាត្រូវយកទៅកន្លែងណាមួយប៉ុន្តែវិស្វកររបស់ព្រះបាទសូរ្យវរ្ម័នបានរៀបគម្រោងសម្រាប់រឿងនេះរួចទៅហើយខ្សាច់នឹងត្រូវប្រើដោយជញ្ជាំងដើម្បីបង្កើតជាដំបូលធំទាំង3ទោះជាយ៉ាងណាដោយគ្មានដាច់ថែបដើម្បីពង្រឹងទេតែជញ្ជាំងថ្មធម្មតាធ្វើយ៉ាងណាអាចទ្រទ្រង់ភ្នំនេះឲ្យអណ្ដែតបានទៅខាងក្រោយផ្ទៃកោងដ៏អស្ចារ្យគឺជាអាថ៌កំបាំងមួយទៀតនៃអង្គរវត្តជាថ្មដែលគេហៅថាថ្មបាយក្រៀមថ្មបាយក្រៀមគឺជាថ្មវេទមន្តអ្នកអាចកាត់វាដូចជាដំបូលអ្នកសម្លៀងវាហើយវានឹងរឹងដូចជាថ្មដែលមិនសាបសូន្យនៅក្នុងភាសាអង់គ្លេសពាក្យថ្មបាយក្រៀមមកពីពាក្យឡាតាំងក្រោយមកមានន័យថាឥដ្ឋហើយត្រូវបានលាក់នៅក្នុងដីរាបដែលមានកម្ដៅខ្ពស់ហើយភ្លៀងច្រើននៅកម្ពុជាបានធ្វើឲ្យវាជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ថ្មបាយក្រៀមដុះទឹកច្រោះកាត់ផ្នែកខាងលើនៃថ្មធ្វើឲ្យរលាយធាតុមួយចំនួនចេញបង្កើតជារូបមន្តដែលបង្កើតដោយដែកអាលុយមីញ៉ូមនិងថ្មខៀវហនុមានកម្មកររបស់ព្រះបាទសូរ្យវរ្ម័នធ្វើការលឿនកាត់ដើម្បីដាក់ឲ្យត្រូវព្រោះថ្មបាយក្រៀមស្រួលធ្វើការនៅពេលវាសើមក្រុមផ្សេងទៀតលើកវាដាក់តាមកន្លែងហើយសន្សឹមសំណង់អាថ៌កំបាំងដែលកំណត់ដោយស្ថាបត្យកររបស់ព្រះបាទសូរ្យវរ្ម័នចាប់ផ្ដើមលេចជារូបរាងប៉ុន្តែថ្មបាយក្រៀមមិនស្រស់ស្អាតទេវាមានរន្ធច្រើនហើយវាមិនអាចយកទៅឆ្លាក់ឧទ្ទិសដល់វត្ថុស័ក្តិសិទ្ធិបានឡើយសម្រាប់ផ្នែកខាងក្រៅនៃប្រាសាទអង្គរវត្តព្រះបាទសូរ្យវរ្ម័នត្រូវការថ្មខ្សាច់របស់ដែលនឹងចាំងពន្លឺនៅក្រោមពន្លឺព្រះអាទិត្យចាំងផ្លាត់ធ្នឹមនិងខ្លាំងទ្វារធំរបស់ប្រាសាទពន្លឺនិងភាពលេចធ្លោរបស់ប្រាសាទនិងបង្ហាញផ្នែកខាងក្រៅនៅពេលដែលពួកគេរួចរាល់ថ្មបាយក្រៀមនឹងត្រូវដាក់ឲ្យរួចជាស្រេចនៅក្នុងថ្មខ្សាច់លោក Simon Warrock មើលឃើញការជះឥទ្ធិពលរបស់ឥណ្ឌាមួយមកលើវិធីនេះយកត្រាប់តាមប្រទេសឥណ្ឌាគឺពួកគាត់រកឃើញថ្មយក្សទាំងនេះហើយឆ្លាក់វាឲ្យទៅជាប្រាសាទមិនមានស្ថានភាពនេះនៅកម្ពុជាវាអាចទៅរួចដែលពួកគេទំនងជាយកថ្មមួយដុំផ្ទាល់ខ្លួនដោយសង់វានៅប្លុកដែលលំបាកហើយឆ្លាក់វានៅពេលក្រោយដូច្នេះតាមរបៀបមួយអ្នកមិនមើលប្រាសាទដ៏រស់រវើកនេះដូចជាវិហារមួយទេប៉ុន្តែជារូបបដិមាយក្សសំណាងមិនល្អមានរឿងតូចមួយដែលអាចបញ្ឈប់គម្រោងតាមគន្លងនេះគឺគ្មានថ្មខ្សាច់នៅក្រោមការដ្ឋានភក់នៃអង្គរវត្តទេ